ចាជំរាបសួរពុកម៉ែបងប្អូនចាពុកម៉ែបងប្អូនថ្ងៃនេះចាមិនសមមិញគឺថ្ងៃសៅរ៍អាទិត្យចាអញ្ចឹងមានអារម្មណ៍ថាអូដូចឃើញសាច់គោទឹកប្រហុកចាអញ្ចឹងក៏ទៅហូរសាច់គោទៅហូរហ្នឹងគឺរកសាច់គោបានសាច់ច្រឡកខ្លះចាសាច់ជាប់ខ្លាញ់ខ្លះចាព្រោះសាច់គោទឹកប្រហុកហ្នឹងគឺយើងទិញយកមកអាំងមកគឺមានសាច់ជាប់ខ្លាញ់ហ្នឹងញ៉ាំទៅគឺមានឆ្ងាញ់ចាបើសិនបានសាច់បោកសាច់អីទៅអូពិតទៅឆ្ងាញ់មែនទែនចាអញ្ចឹងខ្ញុំទិញមកខ្ញុំវាហើយវាហ្នឹងគឺមិនស្ដើងពេកក៏មិនក្រាស់ពេកដែរបើសិនបើស្ដើងពេកអាំងទៅគឺវាសាច់វាស្ពត់វាអត់សូវឆ្ងាញ់ព្រោះសាច់នេះក៏យើងទិញមកវារៀងមិនសូវបានជាផុយហ្មងដែរចាអញ្ចឹងវាហើយចានេះបានទិញបានសាច់ផ្អែមខ្លះពុកម៉ែបងប្អូនគឺសាច់ផ្អែមវាជាប់ខ្លាញ់ណាចាបានប្រហែលដុំដែរយកមកគឺខ្ញុំបុកខ្ទឹមសចាពុកម៉ែបងប្អូនយកបុកខ្ទឹមសទៅដាក់ម្សៅស៊ុបបន្តិចស្ករត្នោតចាស្ករត្នោតយើងហ្នឹងចានៅប្រេងខ្យងនិងភីលងដើម្បីវាមានក្លិនឈ្ងុយពុកម៉ែបងប្អូនអាចបន្ថែមប៊ឺនិងក៏បន្ថែមតិចក៏បានដែរពេលហ្នឹងខ្ញុំហូបប៊ឺឃើញចាពេលដែលលាបអាំងហ្នឹងបានអាំងលាបជាមួយនឹងប៊ឺដើម្បីធ្វើក្លិនវាឈ្ងុយបែបម្តងទៀតណាចាយើងប្រឡាក់ហើយផ្អាប់វាចោលកន្លះម៉ោងចាបន្ទាប់មកគឺយើងមកហាន់ស្គរស្គ្រីបងប្អូនគូស្គ្រីគឺយើងប្រើយើងច្រើនទេបងប្អូនដើម្បីពេលញ៉ាំគឺឆ្ងាញ់ចាខ្ញុំហាន់ប៉ុណ្ណឹងហើយចាទិញស្គ្រី5មួយបាន 4-5 គល់យើងមកហាន់បន្ថែមទៀតព្រោះខ្ញុំដាក់ទៅក្នុងទឹកប្រហុកខ្លះចានៅពេលដែលយើងញ៉ាំនោះយើងរោយបន្ថែមពីលើខ្លះចាបន្ទាប់មកគឺខ្ញុំដើរទៅក្រួយផ្ទះចាបេះបន្លែចាបេះបន្លែដែលខ្ញុំបង្ហាញហ្នឹងគឺគេហៅថាការស្លឹកស្បៃរឿងចាយើងដាក់នឹងគេញ៉ាំឆ្ងាញ់មួយមួយទឹកប្រហុកនឹងបេះជីស្លឹកភ្លូឬក៏ជីថ្ពាស់ត្រីចាជីអីថែមបន្ថែមទៀតទៅបងប្អូនដើម្បីឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ចាក្រូចទាំងខ្ញុំពណ៌បៃតងស្រត់មកបងប្អូនអើយនឹងល្អមែនទែនចាបន្ទាប់មកនេះគឺក្រូចឆ្មាបងប្អូនជាងបានក្រូចឆ្មាដើមខ្លួនឯងអញ្ចឹងគឺទឹកច្រើនហើយគឺឈ្ងុយទៀតវាថ្មីណាចាអញ្ចឹងយើងបេះវាប្រហែលជា10គ្រាប់ទេមកអន់គ្រាន់ចាដាក់នឹងវាចូលជាង10គ្រាប់ហើយវាស្ទើរជូរទឹកប្រហុកហ្នឹងគឺយើងវាញ៉ាំជូរមែនទេមិនឆ្ងាញ់ចាhọ đau mà bé khối cho bé cũng sao mà mình bốថាធ្វើតន្តិចអត់មានទេបងប្អូនមកជុំគ្នាបន្ថែមផុកបន្ថែមអីទៅធ្វើកាន់តែច្រើនចាអញ្ចឹងនេះគឺខ្ញុំច្រាមផុកបងប្អូនគឺយើងច្រាមក៏បានយើងកិនក៏បានចាហើយផុកហ្នឹងគឺយើងអត់ស្ងោរទេយើងច្រាមហើយគឺយើងដាក់ទឹកក្តៅបងប្អូនយើងដាក់ឲ្យវាពុះមកយើងយកមកចាក់វាវិញដើម្បីឲ្យផុកនោះវាខាប់ប៉ិនបើយើងដាក់នៅលើភ្លើងចាប់ផុកអត់ខាប់ទេចាបងប្អូនអាចមើលបានអញ្ចឹងគឺនេះហើយគឺយើងដាក់ទឹកក្តៅចូលទឹកក្តៅដែលដាំពុះហ្នឹងដាក់ចូលយើងកូរវាតែម្ដងដើម្បីឲ្យផុកហ្នឹងវាឡើងឆ្អិនហើយវាខាប់ល្អចាយើងកូរវាម៉ត់ឲ្យវាល្បាយចូលតែមួយមកបន្ទាប់មកយើងហាញ់ក្រូចហាញ់អីច្បាស់ចូលតែម្ដងចាឲ្យខ្ញុំបន្ថែមទៅដល់គោខាប់ដែរបងប្អូនណាទៅដល់គោខាប់ទៅដល់គោស្រស់ចានេះគឺខ្ញុំប្រាប់ចេងស្ករសតែស្ករសខ្ញុំប្រើច្រើនជាងនឹងបងប្អូននេះគ្រាន់តែខ្ញុំបង្ហាញបងប្អូនទេបងប្អូនដាក់វាមកល្មមដោយឲ្យបងប្អូនអាចថាចូលចិត្តរសជាតិបែបប៉ុណ្ណាចាដាក់វាទៅអត់ឲ្យវាសបន្តិចចាំបន្ទាប់មកគឺយើងប្រើទឹកដោះគោស្រស់នៃសារទៅវាបាត់កមុកខាងលើយើងចាក់ទៅវារៀងពុកចាវាលបើកទេបងប្អូនវាលបើកចាចឹងទៅវាពុកអញ្ចឹងគ្រឿងផ្សំគឺមានតែប៉ុណ្្នឹងទេបងប្អូនមានតែក្រូចឆ្មាមានតែអីហ្នឹងទៅបន្ទាប់មកយើងភ្លក់មើលថាល្មមហើយចាំយើងដាក់សណ្តែកដីចាដាក់សណ្តែកដីដាក់គល់ស្គ្រីសណ្តែកដីខ្ទឹមសហ្នឹងគឺយើងអាចពេលដែលយើងញ៉ាំចាំដាក់ក៏បានដែរបងប្អូនចានៅតាមការចូលចិត្តណាបើសិនបើគេធ្វើលក់គេចាំពេលញ៉ាំគេដាក់តែខ្ញុំឯណាយើងញ៉ាំខ្លួនឯងយើងដាក់មកស្ពាប់មកល្មមហើយទៅចាំពេលញ៉ាំយើងដាក់បន្ថែមទៀតចាអានធ្វើឲ្យវាកាន់តែឆ្ងាញ់ចាហើយមិនគឺខ្ញុំអត់បានបង្ហាញបងប្អូនដាក់សណ្តែកដីហើយនឹងខ្ទឹមសទេព្រោះខ្ទឹមសនិងសណ្តែកដីហ្នឹងគឺខ្ញុំដាក់នៅពេលដែលខ្ញុំញ៉ាំដាក់តាមការចូលចិត្តចឹងទៅម្ទេសអីហ្នឹងគឺដាក់តាមការចូលចិត្តអាំងហ្នឹងចាហើយសាច់គោនោះគឺយើងអាំងមកល្មមបងប្អូនអត់អាំងនេះពេកទេស្វិតពេកទេយើងអាំងទៅពេលដែលយើងហាន់ទៅចាវាមានជាតិទឹកវាមានជាតិឈាមខ្លះអានឹងបានឆ្ងាញ់យើងអាំងឆ្អិនពេកធ្វើឲ្យសាច់គោវាខ្សោះអត់ឆ្ងាញ់ទេច
ចានេះពុកបងប្អូននេះគឺផ្សំគឺខ្ញុំច្បាច់ក្រូចឆ្មាបន្ថែមហើយមិនទេមានអីចឹងទៅថតនឹងដោយសារតែញៀបញ៉ាំបងប្អូនអត់បានដល់ដោយបងប្អូនមើលទេចាពុកបងប្អូនមកលេងអញ្ចឹងឃើញថាធ្វើអីញ៉ាំហើយគាត់មកលេងហើយចាំកុំឲ្យខាត់វីដេអូចាក៏ថតវីដេអូឲ្យបងប្អូនមើលតែម្ដងទៅចាខ្ញុំចាសាច់គោពេលដែលយើងដកពីភ្លើងហើយប្រសិនបើយើងញ៉ាំមានគេហៅថាចាណាហាន់ញ៉ាំទៅយើងហាន់ក្តៅៗគឺវាឆ្ងាញ់តែប្រសិនបើយើងហាន់ទុកចេះនឹងចានដូចនឹងខ្ញុំចេះចាទុកឲ្យវាត្រជាក់បន្តិចចាំហាន់ទៅកុំឲ្យវាចេញទឹកប្រសិនបើយើងហាន់ក្តៅៗមកវាចេញទឹកណាពេលដែលយើងញ៉ាំទៅវាអស់ជាតិទឹកឯងតែបើយើងហាន់ភ្លាមញ៉ាំភ្លាមអានឹងអាចញ៉ាំក្តៅៗគឺឆ្ងាញ់បងប្អូនមើលទំនោរណាអានឹងយកលាបលាក់លាបពណ៌ឲ្យបងប្អូនគឺសាច់ស៊ីនតែម្ដងចាព្រោះតែព្រៃខ្យងទេហើយបន្លែបងប្អូនចូលចិត្តបន្លែអីដាក់បន្លែហ្នឹងទៅចាស្យូចេកការ៉ុតចាស្ពៃក្តៅស្ពៃអីហ្នឹងចាសត្រូវជាមួយនឹងគោទឹកហុកឬក៏ទឹកគួនអីសត្រូវឯងចាប្រៃចាអញ្ចឹងថ្ងៃជប់ជុំគ្នាពុកម៉ែបងប្អូនចង់ចាយកមុខនេះជប់ជុំគ្នាក៏ឆ្ងាញ់ដែរចាពេលព្រឹកក៏បានពេលល្ងាចក៏បានចាវីដេអូរបស់នេះខ្ញុំអត់មានអីទេបងប្អូនចាមានតែបង្ហាញទីទួចចឹងទេលេសាក់គ្នាច្រើនចាបានដាក់ថាបានដាក់តុកអីទេចាដាក់ភ្លក់នៅលើខេតែម្ដងសាក់គ្នាច្រើនវាថែមទៅគេទៅឆ្ងាញ់ដែរដាក់ទៅត្រូវបងចាវីដេអូរបស់នេះខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនចាប្រសិនបងប្អូនចូលចិត្តចាធ្វើឲ្យនឹងខ្ញុំចង់បង្កើតវីដេអូបន្ថែមទៀតសូមជួយ like ជួយ share ជួយ subscribe channel របស់នេះខ្ញុំម្នាក់មួយផងបងប្អូនខ្ញុំខ្លាំងណាស់បើចាំមកខ្លះទៅបងចាចុះវីដេអូរបស់នេះខ្ញុំមានប៉ុណ្្នឹងទេចាអរគុណជម្រាបលាជួបគ្នាវីដេអូបន្តទៀតអរគុណ